ពេលនេះឆាណែរធីយូណាស់សូមរៀបរាប់ពីការចាក់ឫសគល់នៃអរិយធម៌ឥណ្ឌានៅអាស៊ីអាគ្នេយ៍គឺជាដំណើរប្រវត្តិសាស្ត្រដ៏សំខាន់និងគួរឲ្យចាប់អារម្មណ៍មួយដែលបានឆ្លើយតបតាមរយៈដំណើរផ្សព្វផ្សាយពាណិជ្ជកម្មនិងវប្បធម៌ខ្ញុំនឹងសង្ខេបបន្តិចអំពីដំណើរការនេះហេតុផលនិងដំណើរការនៃការផ្សព្វផ្សាយការចាក់ឫសគល់នេះមិនមែនកើតឡើងដោយការចម្បាំងឬការត្រួតត្រាយោធានោះទេប៉ុន្តែភាគច្រើនគឺតាមរយៈ1. ពាណិជ្ជកម្មពួកឈ្មួញឥណ្ឌាបាននាំមកនូវសម្រាប់របស់ជាច្រើនដូចជាក្រណាត់គ្រឿងទេសគ្រឿងអលង្ការនិងវត្ថុបុរាណផ្សេងព្រមទាំងយកទៅវិញនូវសម្រាប់របស់មានតម្លៃនៅតំបន់នោះការធ្វើពាណិជ្ជកម្មនេះបាននាំមកនូវការប្រាស្រ័យទាក់ទងគ្នារវាងវប្បធម៌ 2. ជំនឿសាសនាព្រាហ្មណ៍និងព្រះសង្ឃពុទ្ធសាសនាឥណ្ឌាបានធ្វើដំណើរមកជាមួយពួកឈ្មួញហើយបានណែនាំប្រព័ន្ធជំនឿនិងទស្សនវិជ្ជាថ្មីដល់ថ្នាក់ដឹកនាំនិងប្រជាជនក្នុងតំបន់ 3. ឥទ្ធិពលផ្នែកនយោបាយថ្នាក់ដឹកនាំក្នុងតំបន់បានទទួលយកនិងប្រើប្រាស់គំរូនយោបាយនិងរចនាសម្ព័ន្ធរដ្ឋប្រជានិយមរបស់ឥណ្ឌាដូចជាគំនិតអំពីព្រះរាជាឬ Devaraja ដើម្បីបង្កើនអំណាចនិងស្ថាបនារដ្ឋរបស់ពួកគេឥទ្ធិពលសំខាន់ឥទ្ធិពលឥណ្ឌាបានជ្រាបចូលទៅក្នុងសង្គមអាស៊ីអាគ្នេយ៍តាមរយៈផ្លូវចម្បងជាច្រើនភាសានិងអក្សរសាស្ត្រអក្សរសិល្ប៍សំស្ក្រឹតនិងបាលីជាពិសេសរឿងមហាភារតយុទ្ធនិងរាមាណៈបានជាឥទ្ធិពលយ៉ាងខ្លាំងក្លាលើសិល្បវិធីនិពន្ធនិងស្នាដៃអក្សរសាស្ត្រក្នុងតំបន់ពាក្យជាច្រើននៅក្នុងភាសាក្រមេថៃជ្វានិងភាសាដទៃទៀតមានប្រភពមកពីភាសាសំស្ក្រឹតនិងបាលីសាសនានិងជំនឿព្រហ្មញ្ញសាសនានិងពុទ្ធសាសនាទាំងមហាយាននិងថេរវាទត្រូវបានគេទទួលយកយ៉ាងទូលំទូលាយសាសនាទាំងនេះបានបង្កើតប្រព័ន្ធសីលធម៌និងកាតគ្នានឹងជំនឿប្រពៃណីដើមរបស់តំបន់គំនិតអំពីព្រះរាជាធិរាជ Devaraja ដែលធ្វើឲ្យព្រះមហាក្សត្រមានឋានៈដូចជាព្រះធម្មជាតិឬជាអ្នកតំណាងឲ្យព្រះអាទិទេពត្រូវបានគេយកមកប្រើប្រាស់យ៉ាងពេញនិយមនៅក្នុងអាណាចក្រខ្មែរនិងជ្វាសិល្បៈនិងស្ថាបត្យកម្មនេះជាផ្នែកដែលឃើញភាពរុងរឿងច្បាស់លាស់បំផុតប្រាសាទអង្គរវត្តនៅកម្ពុជានិងបារង់បាននៅឥណ្ឌូនេស៊ីគឺជាសក្ខីភាពដ៏អស្ចារ្យនៃស្ថាបត្យកម្មនិងសិល្បៈដែលទទួលឥទ្ធិពលពីឥណ្ឌាយ៉ាងខ្លាំងប៉ុន្តែមានលក្ខណៈខុសប្លែកពីមុនដោយសារតែមានភាពចម្រុះជាមួយសិល្បៈដើមរបស់តំបន់រូបចម្លាក់ព្រះពុទ្ធនិងព្រះឥសូរត្រូវបានគេធ្វើឡើងតាមរចនាបថឥណ្ឌាប៉ុន្តែក៏មានលក្ខណៈជាតិសាសន៍របស់ម្ចាស់ជំនាន់ផងដែរប្រព័ន្ធនយោបាយនិងច្បាប់គំនិតអំពីគមហាក្សត្រវរយៈនិងរចនាសម្ព័ន្ធរដ្ឋបាលត្រូវបានអនុវត្តច្បាប់ដែលផ្អែកលើគម្ពីរធម្មសាស្ត្រឥណ្ឌាក៏ត្រូវបានយកមកប្រើផងដែរឧទាហរណ៍នៃអាណាចក្រដែលទទួលឥទ្ធិពលហ្វូនុនសតវត្សទី1-6ជាអាណាចក្រដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ដែលទទួលឥទ្ធិពលឥណ្ឌាយ៉ាងខ្លាំងចេនឡានិងអាណាចក្រខ្មែរសតវត្សទី9-15អាណាចក្រដ៏រុងរឿងដែលបានបង្កើតប្រាសាទអង្គរវត្តនិងបានទទួលយកព្រហ្មញ្ញសាសនានិងពុទ្ធសាសនាមហាយានស្រីវិជ័យសតវត្សទី7-14អាណាចក្រដែលគ្រប់គ្រងលើកោះស៊ូម៉ាត្រានិងឧបទ្វីបម៉ាឡេដែលជាច្រកពាណិជ្ជកម្មសំខាន់និងបានទទួលឥទ្ធិពលពីពុទ្ធសាសនាមហាយានម៉ាជាបាហ៊ីតសតវត្សទី13-16អាណាចក្រនៅជ្វាដែលបានស្ថាបនាបារង់បានដែលជាប្រាសាទពុទ្ធសាសនាដ៏ធំជាងគេបំផុតនៅក្នុងពិភពលោកសេចក្តីសន្និដ្ឋានការចាក់ឫសគល់នៃអរិយធម៌ឥណ្ឌានៅអាស៊ីអាគ្នេយ៍គឺជាដំណើរនៃឥណ្ឌានីយកម្ម Indianization ដ៏យូរអង្វែងដោយមិនមែនជាការចម្លងតាមដានឥណ្ឌាទាំងស្រុងនោះទេជនជាតិអាស៊ីអាគ្នេយ៍បានទទួលយកប្រែក្លាយនិងអភិវឌ្ឍធាតុឥណ្ឌាទាំងនោះដើម្បីសម្របតាមបរិបទនិងវប្បធម៌ដើមរបស់ពួកគេដែលនាំឲ្យកើតមានអរិយធម៌ដ៏រុងរឿងនិងមានលក្ខណៈខ្លួនឯងផ្ទាល់ដូចជាអរិយធម៌ខ្មែរជ្វានិងចម្ប៉ាជាដើមដំណើរនេះបានបង្កើតជាមូលដ្ឋានវប្បធម៌រហូតដល់សព្វថ្ងៃនេះសម្រាប់ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍សូមអរគុណច្រើនសម្រាប់ការយកចិត្តស្ដាប់របស់បងប្អូនសូមរងចាំស្ដាប់រឿងរាវប្រវត្តិសាស្ត្រខ្មែរនៅវីដេអូក្រោយទៀតសូមអរគុណ